ជំរាបសួរគ្រូនិងសួស្តីមិត្តអរគ្នាខ្ញុំតំណាងក្រុមទី1និយាយថ្ងៃនេះនិយាយពីការដំឡើងនៃ Rubin sensor អានេះនិយាយពីខាងផ្នែក receiver ដែលមានជើង3ទី1ចំពោះខៀវខាងដកជើងពណ៌ខ្មៅខាង output និងជើងពណ៌ផែននេះខាងបូកហើយអានេះគឺផ្នែកខាង E ខាង L ខាង emitter ដែលមានជើង2ជើងពណ៌ខៀវខាងដកហើយជើងពណ៌ផែនខាងបូកនេះដំឡើងនៃ sensor របស់យើងដែលដាក់វាឃ្លាតចម្ងាយ20 សង់ទីម៉ែត្របន្ទាប់មកទៀតយើងភ្ជាប់ខាងផ្នែក receiver ដែលមានជើង3ភ្ជាប់ជាមួយនឹង terminal យើងបន្ទាប់ពីភ្ជាប់ហើយយើងភ្ជាប់ផ្នែកម្ខាងទៀតគឺផ្នែកខាង emitter ដែលមានជើង2ដែលជើងខាងពណ៌ខៀវខាងដកនិងជើងខាងប្រផេះខាងបូកបន្ទាប់ពីយើងបានភ្ជាប់ជាមួយនឹងterminal របស់យើងហើយយើងយក multimeter ដើម្បីធ្វើការតេស្ត disjunction យើងថាវាមានបញ្ហាអីអត់អាចធ្វើឲ្យប៉ះពាល់ឬក៏អាចធ្វើឲ្យមានអ្វីកើតបញ្ហាអ្វីកើតឡើងអត់នៅពេលដែលយើងដំណើរការនៃ sensor របស់យើងហើយបន្តមកទៀតយើងនិយាយអំពីដំណើរការនៃ sensor អានេះជាដែលយើងវានៅខាងដាក់នៅពេលដែលមាន object ឆ្លងកាត់វានឹងភ្លឺហើយនៅពេលដែលអត់មាន object វានឹងងឹតនៅពេលនេះយើងកាច់វាទៅខាង line នៅពេលដែលយើងកាច់វាទៅខាង line នៅពេលដែលអត់មាន object វាភ្លឺប៉ុន្តែនៅពេលដែលយើងដាក់ object ឆ្លងកាត់ទៅវាប្រាប់យើងថាវាអត់ភ្លឺនៅចុងក្រោយយើងអាចសន្និដ្ឋានហើយយើងអាចស្វែងយល់អំពីsensor របស់យើងហើយថានៅពេលវាអាចចាប់សញ្ញានៅពេលមានអ្វីឆ្លងកាត់វាអាចនឹងបញ្ចេញនៅពន្លឺដើម្បីឲ្យយើងដឹងថាវាមានអីឆ្លងកាត់អីអត់អញ្ចឹងជាចុងក្រោយវីដេអូមានតែប៉ុណ្្នឹងក៏សូមអរគុណនិងសូមជម្រាបលាលោកគ្រូអរគុណ